ថាពីមុនអត់សូវមានគ្នាសូម្បីតែមិត្តភ័ក្តិក៏កាត់បន្ថយដែរអត់សូវមានច្រើនទេមានតែ2 3គ្រាប់ទេហើយឥឡូវតាំងពីពេលមានប្តីមកប្តីប្រៀបដូចជាបងប្រុសអង្គរៈណាមកណាគឺថាអត់ប្តីអត់បានទេហើយក៏មើលវីដេអូខ្ញុំហើយឆាញ់វីដេអូខ្ញុំថាខ្ញុំនិយាយប្តីហៅប្តីពេញមាត់ចឹងណាធ្វើម៉េចទេបើខ្ញុំមានគ្រួសារបងហៅប្តីឲ្យហៅថាម៉េចហៅហៀប្តីខ្ញុំក៏អត់ស្មជាមួយនឹងពាក្យហៀទេគាត់អៀនចឹងតែខ្ញុំហៅគាត់ថាប្តីទេហើយល្ងាចនេះគាត់តែចេញពីធ្វើការចង់មកញ៉ាំអីនៅម្ដុំមានឯករាជ្យនេះដែលឃើញគេ review ចឹងណាគេថាមួយឈុតហ្នឹងតាម$7ទេឥឡូវកំពុងតែជិះទៅរកឈុត$7គេនឹងឯងព្រោះថាផ្លូវវាកាត់ត្រូវមកផ្ទះដែរទេបើសិនជាយើងអត់ចូលញ៉ាំក៏វាស្ដាយដែរអញ្ចឹងយើងជីមើលគេមើលឯងផងអញ្ចឹងណាហើយមិនក៏អត់តន់យប់ដែរហើយណាមួយក៏ចង់ជិះម៉ូតូដើរលេងខ្លះណាបងប្អូនព្រោះពេលខ្លះអត់សូវដែរបានចេញដើរអីចឹងទេចេញតាពីធ្វើការឲ្យគឺមកផ្ទះហើយដោយសារតែកូននៅចាំនៅផ្ទះហើយឥឡូវមកដល់កន្លែងគាត់មែនចេញពីកន្លែងវងមូមានឯករាជ្យមកយើងជិះត្រង់ទៅខាងម្ដុំសួនណោះហើយតមកយើងនិយាយខាងស្ដាំតិចទៅឃើញកន្លែងគាត់ហ្នឹងហើយនិយាយទៅមើលឲ្យឡង់ហើយបើសិនជាមកលើក្រោយដើរហាត់ប្រាណហើយឃ្លានអាចមកកន្លែងហ្នឹងបានហើយកន្លែងគាត់នេះក៏ដាក់ស្រុកស្រែអាំងអីចឹងណាស្រុកស្រែអាំងខ្ញុំនិយាយឡើងទៅដិតនេះហើយក្នុងវីដេអូនេះខ្ញុំអត់រឿងអត់មើលមនុស្សអីច្រើនទេខ្ញុំប្រាប់គាត់ថាខ្ញុំយកឈុត$7ហើយគេមានរូបឲ្យយើងមើលចឹងណាយើងច្អល់រូបនេះចឹងទៅគេយកឲ្យហើយម្ហូបមានមឹកមានមាន់មានបុកល្ហុងមានបាយសអីចឹងណាហើយសម្រាប់ខ្ញុំ2នាក់គឺអូខេញ៉ាំមកថប់ពោះមកយើងជីទៅផ្ទះចឹងណាហើយក៏បានហើយជាមួយនឹងស្ទីងក្រហមមួយញ៉ាំទៅឥឡូវផ្ដាសាយណាប៉ុន្តែគឺថាឃ្លានតមអត់បានទេឥឡូវដាក់ជាមួយនឹងស្ទីងក្រហមគាត់ដាក់តកមួយចេះសិនផ្ដាសាយឲ្យស្រួលខ្លួនទុកម្ដុំសិនហើយឥឡូវមកបុកមីបុកល្ហុងអីនេះអូយហើយម្ទេសអ្នកទាំងអស់គ្នាចូលចិត្ត5គ្រាប់ហៅគេដាក់ម្ទេស5គ្រាប់ចឹងទៅគឺថាបុកហឹរផ្អែមជូរឆ្ងាញ់និយាយទៅឆ្ងាញ់ហ្មងហើយបើទឹកជ្រលក់មឹកនេះគឺកាន់តែហឹរកាន់តែឆ្ងាញ់ប្តីខ្ញុំមកឡើងថែមបាយទៀតបាយដែលយើងដាក់ទៅធ្វើការហ្នឹងណាយើងញ៉ាំអត់អស់ហ៎នៅសល់បាយដាក់មកថែមបាយញ៉ាំទៀតហើយឥឡូវយើងគិតលុយគិតអីឲ្យអស់ហើយជិះម៉ូតូមកវិញចឹងទៅហើយអ្នកទាំងអស់គ្នាដូចខ្ញុំហ៎ស្ដាប់បទចម្រៀងខ្ញុំស្ដាប់ច្រឡំខ្លួនឯងចឹងណាខ្ញុំគិតថាផ្សារកាប់គោនៅពោធិ៍ចិនតុងមានណាបងប្អូនផ្សារកាប់គោគឺនៅម្ដុំខាងមានឯករាជ្យតាហើយគឺថាឡើងចូលវ័យឡើង30ឆ្នាំហ្នឹងណាផ្សារកាប់គោនៅពោធិ៍ចិនតុងគឺនៅមានរាល់ថ្ងៃសម្រាប់ខ្ញុំគិតថាវានៅភ្នំពេញនៅម្ដុំមានឯករាជ្យទេហើយក៏ដឹងដែរប៉ុន្តែពេលខ្លះយើងនៅតែរបៀបផ្សារកាប់គោនៅពោធិ៍ចិនតុងនឹងយើងរបៀបចឹងណាយើងនឹកឃើញដល់បទចម្រៀងហ្នឹងចឹងណាតែប៉ុន្តែយើងស្ដាប់ច្រឡំខ្លួនឯងតាហ្នឹងហើយពេលយប់ឡើងគឺថាម្ដុំហ្នឹងអត់ខ្វះអីញ៉ាំទេបងប្អូនគេលក់វិចខ្ចប់ហើយនឹងអង្គុយញ៉ាំនៅកន្លែងគេហ្នឹងហើយមនុស្សគឺអ៊ូអរដែរតែម្ដុំហ្នឹងលើកទី1ដែរអត់ទៅដែរបានជិះកាត់ទេនិយាយទៅបើភាកច្រើនឲ្យសុកជិះម៉ូតូរុករយអីតឯងអីគឺអត់សូវទេហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តមើលវីដេអូរបស់ម៉ាមីថតប្លុកញ៉ាំអីបែបគ្រួសារឬក៏ដើរលេងអីអញ្ចឹងជួយ follow TikTok ម៉ាមីម្នាក់មួយផងអរគុណបាយបាយ